ចាសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំធ្វើសារ៉ាយលឹកតយណាបងប្អូនឆ្ងាញ់មែនតែនចាហើយជាដំបូងហ្នឹងខ្ញុំចាក់ខ្ទិះដូងចុងហ្នឹងចូលឆ្នាំងបន្ទាប់មកខ្ញុំក្លុកស្លឹកតយបងប្អូនស្លឹកតយឲ្យម៉ត់ហើយយើងចាក់ទឹកវាចូលក្នុងខ្ទិះចុងហ្នឹងចាហើយទឹកសម្រាប់សារ៉ាយខ្ញុំកូរនេះកូរសារ៉ាយមកកញ្ចប់អញ្ចឹងខ្ញុំដាក់ទឹក2លីត្រកន្លះបងប្អូនហើយបន្ទាប់មកខ្ញុំដាក់ស្ករយើងដាក់តាមចំណង់ចំណូលចិត្តរបស់យើងបើយើងចង់បានផ្អែមយើងដាក់ស្ករយើងច្រើនណាបងប្អូនបើយើងអត់សូវចង់បានផ្អែមទេយើងលៃតាមហ្នឹងទៅចាហើយនេះលឹកតយទឹកទី2ចាទឹកទី2ហើយបន្ទាប់មកខ្ញុំដាក់អំបិលមួយចឹបណាបងប្អូនដាក់អំបិលមួយចុងស្លាបព្រាដើម្បីឲ្យកុំឲ្យផ្អែមតលាន់ណាបងប្អូនដាក់អំបិលមួយចឹបទៅវាផ្អែមមុតហើយបន្ទាប់មកខ្ញុំចាក់សារ៉ាយចូលចាសម្រាប់ខ្ញុំធ្វើសារ៉ាយនេះខ្ញុំធ្វើតែមកកញ្ចប់ណាបងប្អូនដាក់ទឹក2លីត្រកន្លះបន្ទាប់ពីយើងចាក់សារ៉ាយហើយយើងកូរតិចឲ្យជាប់រហូតយើងកុំទុកវាចោលដោយសារខ្លាចខាំងបាតអញ្ចឹងណាខ្ញុំកូរតិចរហូតទុកឲ្យវាពុះចាហើយខ្ញុំភ្លេចថតដោយសារតែខ្ញុំចាក់ខ្ទិះដើមចូលដែរបងប្អូនហើយឥឡូវហ្នឹងបានពុះឆ្អិនរួចរាល់ហើយខ្ញុំចាក់ចូលថាសអាធំចាក់ចូលថាសធំចឹងហ្មងស្រួលហើយបន្ទាប់មកនៅសល់ទៀតខ្ញុំចាក់ចូលក្នុងកូនចានតូចណាចាហើយស្រ័យពេលយើងចាក់អស់រួចរាល់អស់យើងទុកចារយៈពេល3 ទៅ 4 ម៉ោងឲ្យកកហើយយើងដាក់ក្នុងទូណាបងប្អូនដាក់ក្នុងទូទឹកកកទៅហើយយើងយកមកញ៉ាំគឺឆ្ងាញ់មែនតែនចាហើយឥឡូវនេះគឺកកអីចាបានញ៉ាំហើយណាបានញ៉ាំហើយឆ្ងាញ់មែនតែនបងប្អូនអើយធ្វើខ្លួនឯងចឹងយើងដាក់ខ្ទិះច្រើនណាឈ្ងុយលឹកតយឆ្ងាញ់បងប្អូន